តោះបងប្អូនថ្ងៃនេះចេញមកចែកម្លែកបែបងាយយល់ម្ដងកុំបាច់រៀបរាប់នាំនិយាយច្រើនអញ្ចឹងម៉ូតូនេះគឺដេកអត់ឆេះទេបាទអគុយមានភ្លើងគ្រប់គ្រាន់ឯខ្សែភ្លើងគឺអត់មានដាច់ត្រង់ណាទាំងអស់ពេលដែលយើងបើកសោឲ្យកាច់ទេគឺវាអូសតែឈឹកតែបន្តិចទេគឺវាស្ងាត់ឈឹងតែម្ដងតែបើយើងបិទសោឲ្យដេកឡើងវិញគឺវាអូសឈឹកបានផ្លែតទៀតវាអត់ឆេះទេហើយយើងចុចទៅគឺវាស្ងាត់ឈឹងទៀតតែបើយើងបិទសោឲ្យដេកវិញទៀតគឺវាបានដេកវិញម្ដងទៀតមានន័យថាម៉ាញ់តូវាឲ្យដេកតែម្ដងទេហើយសូម្បីតែម៉ាស៊ីន scan របស់ខ្ញុំ scan ទៅក៏អត់មានឃើញខូចអីដែរគឺវាផ្ដល់សញ្ញាថាគ្មានកូដកំហុសអីទាំងអស់អញ្ចឹងប្រកាសជាមានបញ្ហាអ្វីមួយបានជាម៉ាញ់តូអត់បញ្ជាភ្លើងឲ្យម៉ូតូនេះដេកបានអញ្ចឹងម៉ូតូនេះខ្ញុំសាក់ដូរជាមួយនឹងភ្នែកដេកមកគ្រាប់គឺជាដំណាក់កាលទី1ដែលខ្ញុំសន្និដ្ឋានថាម៉ូតូនេះអាចនឹងខូចភ្នែកដេកដោយការគិតរបស់ខ្ញុំមែនបងប្អូនម៉ូតូនេះប្រកាសជាខូចភ្នែកដេកមែនទែនហើយព្រោះថាខ្ញុំដាក់ភ្នែកដេកថ្មីទៅគឺដេកឆេះមួយឆេះតែម្ដងហើយភ្នែកដេកអាចារ្យខ្ញុំវាស់អូមទៅក៏វាអត់ខូចដែរណាបងប្អូននិយាយទៅបងប្អូនម៉ូតូនេះខ្ញុំមកដាច់ចិត្តដូរភ្នែកដេកហ្នឹងវាស់ខ្សែភ្លើងដាច់ផងវាស់ម៉ាញ់តូផងហើយខ្ញុំសង្ស័យតែម៉ូតូហ្នឹងឆេះម៉ាញ់តូទៀតហើយខ្ញុំគិតថាម៉ាញ់តូវាប្រកាសជាអត់ងាយខូចទេអញ្ចឹងហើយបានខ្ញុំផ្ដោតទៅលើភ្នែកដេកហ្នឹងអញ្ចឹងម៉ូតូនេះគឺបានដេកមួយឆេះហើយតែដេកមួយឆេះចេះជាងនាំប្រកាសជាបានលុយទៀតហើយអញ្ចឹងល្ងាចនេះជាងនាំមកលុយដាក់អាជាទៀតហើយ